គឺយោងតាមកសែត Council ជាភាសាអង់គ្លេសរបស់ខាងថៃនោះបានដកស្រង់សម្ដីរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបាទដែលបាននិយាយពាក់ព័ន្ធជាមួយនឹងស្ថានភាពព្រំដែនរវាងកម្ពុជាហើយនិងថៃបើយោងតាមកសែត Council បានឲ្យដឹងថាលោករដ្ឋមន្ត្រីការពារជាតិថៃគឺលោកណាតផនហ្នឹងនៅតែទទូចទាមទារយកប្រាសាទតាក្របីមកវិញបាទដោយដំបូងលោកថាឥឡូវហ្នឹងសូមបោះសម្អាតមីនជាមុនសិនបាទហើយប្រសិនបើកម្ពុជាមិនប្រគល់ឲ្យថៃវិញទេបញ្ហាផ្សេងទៀតនឹងមិនត្រូវបានពិភាក្សាទេហើយច្រកព្រំដែនក៏នឹងមិនបើកវិញផងដែរបាទលោកបាននិយាយដោយសម្ដីធ្ងន់ធ្ងរដូច្នេះហើយការថ្លែងរបស់លោកណាតផននោះគឺធ្វើឡើងនៅរសៀលថ្ងៃទី4ខែវិច្ឆិកានេះនៅវេលាម៉ោង 12:30 នាទីបាទអញ្ចឹងបានន័យថាកាលពី10 ម៉ោងមុនបាទ10 ម៉ោងមុនគឺនៅវិមានរដ្ឋាភិបាលរបស់រដ្ឋាភិបាលថៃតែម្ដងបាទហើយបើយោងតាមសម្ដីដើមរបស់លោករដ្ឋមន្ត្រីគឺលោកបានបញ្ជាក់ថាវិធានការមួយប្រសិនបើយើងមិនបានបោះសម្អាតមាននៅតំបន់ប្រាសាទតាក្របីទេគឺយើងនឹងមិនពិភាក្សាអំពីបញ្ហាផ្សេងទៀតដូចជាការបើកច្រកព្រំដែនទេយើងបានប្រាប់កម្ពុជារួចហើយថាប្រាសាទតាក្របីពាក់ព័ន្ធនឹងការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទាក់ទងនឹងការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រជាបន្ទាយយោធាហើយការដាក់មីននៅជុំវិញប្រាសាទតាក្របីគឺជាការរំលោភលើអនុសញ្ញាទីក្រុងអូតាវ៉ាដូច្នេះយើងមិនអាចទទួលយកបានទេតែថាពួកគេរឹបអូសយកពីយើងបាទអញ្ចឹងនេះគឺជាអ្វីដែលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងឡើងតាក់ទងជាមួយនឹងការយកទីតាំងទៅធ្វើជាមន្ទីរប៉ុន្តែនៅក្នុងពេលកន្លងមករូបភាពដែលបានបង្ហាញកន្លងមកគឺភាគីថៃទៅវិញទេដែលធ្លាប់តាក់ទាហានដាក់អីនៅក្នុងមន្ទីរបាទប៉ុណ្ណឹងដូចជាប្រាសាទតាមុនធំណានៅពេលសួរថាតើប្រាសាទតាក្របីអាចជាលក្ខខណ្ឌដាច់ដោយឡែកពីលក្ខខណ្ឌទាំង4នៃកិច្ចព្រមព្រៀងសន្តិភាពដែរឬទេគឺលោកណាតផនបានមានប្រសាសន៍ថាបាទគឺបញ្ហាហ្នឹងត្រូវបានបញ្ចូលទៅក្នុងលក្ខខណ្ឌទាំង4ហ្នឹងរួចហើយគឺមិនមែនជាលក្ខខណ្ឌដោយឡែកមួយទៀតទេហើយនៅពេលសួរថាតើការចរចាបើកព្រំដែនអាចកើតឡើងដែរឬទេប្រសិនបើកម្ពុជាដកកងកម្លាំងរបស់ខ្លួនចេញពីប្រាសាទតាក្របីនោះបាទឧត្តមសេនីយ៍ណាតផនបានឆ្លើយថាមិនមែនទាំងស្រុងទេនឹងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយហើយដើម្បីឲ្យវិលត្រឡប់ទៅស្ថានភាពដូចដើមវិញហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើរឿងនេះបញ្ចូលទាំងតំបន់ផ្សេងទៀតដែរឬទេនោះលោកបានមានប្រសាសន៍ថាយើងត្រូវតែពិភាក្សារឿងទាំងអស់នេះប៉ុន្តែតកតងនឹងប្រាសាទតាក្របីគឺខ្ញុំបញ្ជាក់ថាវាពិតជាមិនទាន់ចប់ទេរឿងនេះហើយនៅពេលដែលអ្នកសារព័ត៌មានសួរបន្តទៀតថាតើទៅរាយការណ៍ទៅអង្គការអន្តរជាតិណាមួយដែរឬទេគឺលោកណាតផនបានថ្លែងថាពិតណាស់គឺនឹងទាមទារយកតំបន់ទាំងអស់ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃមកវិញបាទហើយការនេះគឺកាត់មានឡើងក្រោយពីដែលអ្នកជាតិនិយមរបស់ថៃគឺបានគម្រាមថានឹងធ្វើបាតកម្មនៅតំបន់ប្រាសាទតាក្របីដើម្បីទាមទារយកមកវិញបាទដោយសារក្នុងពេលកន្លងមកនេះគឺមានសេចក្តីរាយការណ៍ថាកម្ពុជានៅគ្រប់គ្រងនៅទីនោះហើយលោកបានបញ្ជាក់ថាលោកសូមឲ្យមានការអាណិតអាសូរនិងការយោគយល់ច្រើនពីព្រោះអីកុំឲ្យប្រជាពលរដ្ឋទៅទីនោះដើម្បីតវ៉ាទាមទារពីព្រោះនៅមានកិច្ចការជាច្រើនដែលត្រូវចាប់ផ្ដើមទៅកំពុងធ្វើហើយយោធាកំពុងតែដោះស្រាយបញ្ហានេះបន្តិចម្ដងបាទហើយសារព័ត៌មាននេះបានដកស្រង់សម្ដីលោកតាមសម្ដីដើមថាដូច្នេះខ្ញុំសូមឲ្យសាធារណជនជឿទុកចិត្តលើយោធានិងរដ្ឋាភិបាលថាយើងបញ្ញាចិត្តចំពោះអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិទោះជាយ៉ាងណាក៏ដោយការដោះស្រាយបញ្ហាត្រូវតែធ្វើឡើងជាជំហានខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាថាយើងនឹងមិនធ្វើការងារនេះយឺតយ៉ាវនោះទេបាទអញ្ចឹងដូច្នេះលោកបាននិយាយតាក់ទងជាមួយជុំវិញតែដំណើរនៅប្រាសាទតាក្របីរបស់កម្ពុជាដែលយោធារបស់កម្ពុជាកំពុងតែគ្រប់គ្រងនេះបាទហើយថែមទាំងយកបញ្ហានេះធ្វើជាបញ្ហានយោបាយផងដែរគឺតាក់ទងជាមួយនឹងការបើកចាប់ព្រំដែនវិញឬមិនបើកបាទដោយឡែកតាក់ទងនឹងបញ្ហានេះគឺថ្នាក់ដឹកនាំកម្ពុជាគឺលោកហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នលោកជាប្រធានព្រឹទ្ធសភារបស់កម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាលោកក៏បានបង្ហោះសារតាមបណ្ដាញសង្គម Facebook ដែរមុននេះបន្តិចបាទអញ្ចឹងដោយដែលខ្ញុំបានអានសម្ដីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែរចឹងខ្ញុំសូមអានអ្វីដែល
កម្ពុជាបាទថ្នាក់ដឹកនាំកម្ពុជាបានសរសេរនៅតាម Facebook របស់លោកផងដែរបាទដើម្បីឲ្យប្រិមិត្តស្ដាប់និងទទួលយកការពិចារណាទាំងសងខាងបាទតាមសារតាម Facebook របស់លោកហ៊ុនសែនលោកបានបញ្ជាក់ថាតាំងពីក្រោយសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជាថៃត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីសន្តិភាពរបស់អាមេរិក Donald Trump យើងពិនិត្យឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន AOT នេះជាដំណើរឆ្ពោះទៅការបញ្ចប់ឬបន្ថយអារិភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមអបអរសាទរជាមួយនឹងការសម្ដែងការរីករាយខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំឲ្យយល់ច្រឡំរឿងបើកច្រកព្រំដែនឡើងវិញថៃឡើងរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញព្រោះមួយរយៈចុងក្រោយនេះថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនប្រហែលខ្លាយជាប្រធានបទសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខនៅថៃទៀតផងការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងយករឿងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះបង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជាឬប្រជាជនថៃថាភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយនឹងការយល់ច្រឡំនោះទេសម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរសម្រាប់ប្រជាជនកម្ពុជាខ្ញុំសូមបញ្ជាក់ឡើងវិញថាតាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមកកម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេថៃអាចបន្តបិទ100ឆ្នាំឬ500ឆ្នាំទៀតក៏ជារឿងរបស់ថៃព្រោះកូនសោស្ថិតនៅក្នុងដៃរបស់ថៃការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេតែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជំរុញផលិតផលក្នុងស្រុកកាន់តែកើនឡើងហើយលោកហ៊ុនសែនបានបញ្ចប់ដោយសរសេរថាខ្ញុំបាននិយាយប្រាប់មិត្តភ័ក្តិប្រតិភូមិត្តភ័ក្តិបរទេសថាថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជាថៃតែប៉ុណ្ណោះទេតែជាការកាត់ផ្ដាច់ការតភ្ជាប់អាស៊ាននិងអាស៊ីផងដែរឯណាទៅ Highway អាស៊ានផ្លូវដែកអាស៊ាននិង Highway អាស៊ីសង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់ដឹកនាំថៃនិងប្រជាជនថៃកម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេហើយនឹងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ដឹកនាំកម្ពុជាទៅធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែននោះវិញដែរបាទហើយជាការពិតគឺកាសែតខៅសូតរបស់ថៃក៏បានយកផ្សាយដែរនៅសាររបស់លោកហ៊ុនសែនណាបាទប្រិមិត្តកុំសាយខ្ញុំឲ្យឮតិចណាប្រអាប់ថាលោកកំសែងដល់ពេលអត្ថបទអង់គ្លេសនៅមុខហើយអានជាខ្មែរលឿនច្បាស់អត់ខុសដល់ពេលអានអត្ថបទខ្មែរទៅជាខុសបាទព្រោះខ្ញុំប្រយ័ត្នអានអត្ថបទខ្មែរខ្ញុំទៅអានតាមអក្សរបាទមិនអានអក្សរខ្ញុំមិននិយាយបន្ថែមបើខ្ញុំនិយាយដូចឃើញមើលអត្ថបទអង់គ្លេសខ្ញុំអានខ្ញុំចេះនិយាយទៅអាហ្នឹងវាអត់តាក់ទេដល់ពេលខ្មែរខ្ញុំដោយសារសារចុងក្រោយនេះគឺមានសារៈសំខាន់ខ្លាំងទាំងកម្ពុជាទាំងថៃអញ្ចឹងខ្ញុំចង់ឲ្យមានពាក្យខុសពាក្យពេចន៍ដើមដើម្បីឲ្យប្រិមិត្តបានដឹងណាបាទអញ្ចឹងនេះគឺជាប្រតិកម្មពីខាងថៃហើយនិងពីខាងកម្ពុជាបាទអញ្ចឹងបញ្ហាធំគឺពីរគឺតកតនឹងប្រាសាទតាកបីហើយធ្លាយមកដល់រឿងបើកច្រកព្រំដែនដូច្នេះខាងថ្នាក់ដឹកនាំកម្ពុជាក៏ឆ្លើយតបទៅវិញបាទអញ្ចឹងខ្ញុំជូនទាំងសងខាងដើម្បីឲ្យប្រិមិត្តបានពិចារណានឹងការវិវត្តឥឡូវនេះមិនទាន់ទៅណាឆ្ងាយពីរឿងកម្ពុជាហើយនិងថៃទេហើយព័ត៌មានទី2នេះបាទគឺជាប្រភពចេញពីក្រសួងការពារជាតិរបស់កម្ពុជាដែលបានបង្ហាញឲ្យដឹងថាក្រុមអ្នកសង្កេតការណ៍បាទក្រុមអ្នកសង្កេតការណ៍អាស៊ានគឺ AOT ហ្នឹងបានចុះត្រួតពិនិត្យមើលកន្លែងការអនុវត្តការកែសម្រួលនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធ្ងន់សម្រាប់ដំណាក់កាលទី1បាទដែលត្រូវបានបញ្ជូនមកទីតាំងដើមវិញនៅក្នុងខេត្តកណ្ដាលចឹងបានន័យថាកម្ពុជាបញ្ជូនតាំងពីខេត្តព្រះវិហារបាទគឺយុទ្ធឧបករណ៍ហ្នឹងគឺយកមកពីស្រុកជាំខ្សាននិងស្រុករវៀងខេត្តព្រះវិហារយកមកដាក់នៅខេត្តកណ្ដាលបាទនៅឆ្ងាយពីព្រំដែនដែរណាបាទដើម្បីបង្ហាញនៅទំនុកចិត្តរវាងកម្ពុជានិងថៃថាស្ថានភាពនឹងវិលត្រឡប់មករកភាពធម្មតាឡើងវិញហើយលោកស្រីម៉ាលីសុជីតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសកម្ពុជាហ្នឹងគឺលោកស្រីបានបញ្ជាក់ឲ្យដឹងថាការចុះត្រួតពិនិត្យនេះគឺកើតឡើងនៅម៉ោង11
ព្រឹកមិញមកដល់មួយព្រឹកមិញគឺការចុះពិនិត្យហ្នឹងគឺក៏ត្រូវបានមាននៅក្នុងខេត្តកំពង់ស្ពឺទៀតផងដែរបាទក៏ត្រួតពិនិត្យនៅខេត្តកំពង់ស្ពឺផងដែរបាទចឹងបានន័យថាមានខេត្តកណ្ដាលផងខេត្តកំពង់ស្ពឺផងដែលបានសម្របសម្រួលឲ្យមានការត្រួតពិនិត្យក្នុងពេលបច្ចុប្បន្ននេះណាបាទខាងភាគីកម្ពុជាអញ្ចឹងបើតាមក្រសួងការពិជារបស់កម្ពុជាគឺអ្នកស្រីម៉ាលីសុជាតាបានបញ្ជាក់ថាសកម្មភាពខាងលើគឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុឆន្ទៈនិងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកម្ពុជាហើយនិងមេដឹកនាំប្រទេសថៃហើយនឹងមានជាសាក្សីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីបាទហើយអ្នកស្រីបានបញ្ចប់ដោយបញ្ជាក់ថាជាមួយគ្នានេះកម្ពុជាសង្ឃឹមយ៉ាងមុតមមថាទាំងភាគីកម្ពុជានិងភាគីថៃនឹងអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយភាពស្មោះត្រង់សុឆន្ទៈនិងតម្លាភាពសម្ដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពសេរីភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅភាពប្រក្រតីឡើងវិញឲ្យបានឆាប់បាទនេះគឺជាជំហររបស់កម្ពុជាដែលបានបញ្ជាក់តាមរយៈក្រសួងការពិជារបស់កម្ពុជាអញ្ចឹងខ្ញុំសូមជម្រាបជូនប្រិយមិត្តឲ្យបានដឹងប៉ុណ្ណេះមកពីខាងភាគីកម្ពុជា